บาลนเนียงเป็นสดับพิธีกรุปรับอ่านต่อตัวเตนี้คือเชียร์เนตีดนตรีประจำថ្ងៃอาทิตย์ดันเนียงเซียนกัจฉาปีประเทศบรังเมียนโมตนาเพียบเรียบเรียงจูโลกเนียงสดับចានាងខ្ញុំសៀនកិត្យាសូមក្រាបថ្វាយបង្គំគុណម្ចាស់គ្រប់ព្រះអង្គនិងសូមជម្រាបសួរលោកតាលោកយាយនិងបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសទាំងអស់ដែលកំពុងស្ដាប់វិទ្យុខ្មែរពិភពលោកជាទីគោរពរាប់អានចាសប្តាហ៍នេះនាងខ្ញុំមានឱកាសសូមចូលខ្លួនមកបំពេអារម្មណ៍ជនរួមជាតិនិងមិត្តអ្នកស្ដាប់សាជាថ្មីតាមរលកសំឡេងនៃវិទ្យុខ្មែរពិភពលោកចាពេលវេលាបានកន្លងផុតទៅជាច្រើនសប្តាហ៍មកហើយដែលនាងខ្ញុំពុំបានរៀបចំបទចម្រៀងថ្មីជូនជនរួមជាតិស្ដាប់ទេព្រោះតែកន្លងមកនេះកូនស្រីរបស់នាងខ្ញុំនិងប្អូនប្រុសប្អូនស្រីព្រមទាំងក្មួយៗត្រូវបានជួបនៅឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មានធ្ងន់មានស្រាលតែពុំមាននរណាម្នាក់ត្រូវបានបាត់បង់ជីវិតនោះទេទាំងអស់គ្នាក៏ត្រូវបានសង្គ្រោះបន្ទាន់ពីវិជ្ជបណ្ឌិតដ៏ចំណានរបស់ប្រទេសបារាំងផងដែរចា៎ឆ្លៀតក្នុងឱកាសនេះនាងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសទាំងអស់ដែលកន្លងមកយកចិត្តទុកដាក់និងបារម្ភពីសុខទុក្ខកូនស្រីនិងប្អូនព្រមទាំងក្មួយៗរបស់នាងខ្ញុំបងប្អូនដែលរស់នៅទីឆ្ងាយតែងតែសួរសុខទុក្ខតាមប្រព័ន្ធបណ្ដាញសង្គម Facebook ឬក៏ទូរស័ព្ទហើយខ្លះទៀតក៏ទៅមើលដល់មន្ទីរពេទ្យផ្ទាល់នាងខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់នាងខ្ញុំមានតែម្រាបដៃដោះសូមលើកឡើងប្រណម្យដល់ទេវតាទាំង8ទិសសូមជួយដល់បងប្អូនខ្មែរយើងទាំងអស់សូមឲ្យជួបតែសេចក្តីសុខរស់នៅជួបជុំក្រុមគ្រួសារកុំឲ្យជួបឲ្យសោះនៅរឿងអាក្រក់ចា៎ថ្ងៃនេះនាងខ្ញុំសូមជូនចម្រៀងមួយបទដែលជាបទភ្លេងបាសាក់ជូនលោកតាលោកយាយជាពិសេសបទចម្រៀងនេះមានចំណងជើងថាឋានទាំង3និពន្ធទំនុកច្រៀងដោយលោកពូយឹមពិសាចា៎តើបទចម្រៀងនេះលោកចង់រៀបរាប់អំពីអ្វីខ្លះទៅនាងខ្ញុំសូមជូនតួនាទីនេះដល់លោកតាលោកយាយនិងប្រិយមិត្តបងប្អូនខ្មែររួមជាតិទាំងអស់សូមចូលរួមរីករាយកម្សាន្តជាមួយនឹងនាងខ្ញុំនៃចម្រៀងមួយបទក្រោមចំណងជើងថាឋានទាំង3ដូចតទៅឋ
បងប្អូនជនរួមជាតិនិងមិត្តអ្នកស្ដាប់ជាទីគោរពបទចម្រៀងដែលមានចំណងជើងថាទាំងដីដែលបានបកស្រាយដោយនាងខ្ញុំនៅពេលនេះបានរសាត់ឆ្ងាយទៅតាមរលកធាតុអាកាសហើយក៏រសាត់បាត់ពីអារម្មណ៍មិត្តអ្នកស្ដាប់ផងដែរជាទីបញ្ចប់នេះនាងខ្ញុំសូមបួងសួងដល់បារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោកនេះសូមជួយខ្មែរអ្នកស្នេហាជាតិទាំងអស់មិនថាតែខ្មែរលើខ្មែរក្រោមឬខ្មែរកណ្ដាលទេសូមឲ្យចេះស្រឡាញ់គ្នាចេះសាមគ្គីគ្នាមិនយកខ្មែរដូចគ្នាជាសត្រូវព្រោះមួយរយៈនេះឮតែលៀបពណ៌ឲ្យគ្នាមិនចេះចប់បង្កតែរឿងមិនបានការឯរឿងព្រំដែននិងសុខទុក្ខប្រជាពលរដ្ឋមិននាំគ្នាទៅដោះស្រាយទេបើខ្មែរយើងនៅតែបន្តភាពវឹកវរក្នុងសង្គមនេះតទៅទៀតប្រទេសកម្ពុជារបស់យើងនឹងធ្លាក់ក្នុងភាពអាម៉ាស់បរទេសជិតឆ្ងាយនឹងបន្តរំលោភបំពានឈ្លានពានទឹកដីខ្មែរជាក់ជាមិនខានអ្នកធំក្តីអ្នកតូចក្តីល្មមឈប់ឆ្លោះគ្នាទៅសូមធ្វើជាគំរូល្អដល់កូនខ្មែរដំណរក្រោយផងចា៎បងប្អូនជនរួមជាតិនិងមិត្តអ្នកស្ដាប់ជាទីគោរពនាទីតន្ត្រីស្នេហាជាតិរបស់នាងខ្ញុំបានឈានមកដល់ទីបញ្ចប់ហើយនាងខ្ញុំសូមបងអោនកាយក្រាបថ្វាយបង្គំលាគុណម្ចាស់គ្រប់ព្រះអង្គនិងបងប្អូនរួមជាតិខ្មែរទាំងអស់នៅលើពិភពលោកនេះតែត្រឹមនេះសិនសូមឲ្យកុសលផលបុណ្យនិងសំណាងល្អចូលមានដល់គុណម្ចាស់គ្រប់ព្រះអង្គនិងបងប្អូនខ្មែររួមជាតិទាំងអស់ឲ្យបានគ្រប់ព្រះអង្គនិងគ្រប់គ្នាទាំងអស់នាងខ្ញុំសៀនកិត្យាវិទ្យុខ្មែរពិភពលោករៀបរៀងជូនស្ដាប់ពីប្រទេសបារាំងចា៎នាងខ្ញុំសូមអរគុណនិងសូមគោរពលាជួបគ្នានៅនេតិតន្ត្រីស្នេហាជាតិនៅសប្តាហ៍ក្រោយទៀត